វិភាគបច្ចេកវិទ្យាយោធាកំណត់ត្រាថ្មីនៃសង្គ្រាមអ៊ុយក្រែនប្រែក្លាយខ្លួនជាមហាអំណាចទ្រង់ឆ្លងទ្វីបសូមស្វាគមន៍ប្រិយមិត្តទស្សនិកជននៅកាន់នីតិព័ត៌មាននិងការវិភាគបច្ចេកវិទ្យាយោធាដ៏ស៊ីជម្រៅពិតជាមិនធម្មតានឹងគួរឲ្យព្រឺសម្បល់មែនតានពីប្រទេសដ៏តូចមួយដែលកំពុងរងការឈ្លានពាននិងត្រូវរុស្ស៊ីទម្លាក់គ្រាប់បែកកំទេចរោគចាក់ស្ទើររាល់ថ្ងៃពេលនេះប្រទេសអ៊ុយក្រែនកំពុងតែប្រែក្រឡាប់ខ្លួនឯងឲ្យក្លាយទៅជាមហាអំណាចផលិតយន្តហោះ drone super power លំដាប់ពិភពលោកដែលធ្វើឲ្យមហាអំណាចយោធាធំត្រូវស្ងើចសរសើរអ៊ុយក្រែនកំពុងធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយបានប្រកាសជាផ្លូវការអំពីភាពជោគជ័យដ៏អស្ចារ្យនៃការផលិតយន្តហោះ drone ចំនួនថ្មីចុងក្រោយបង្អស់របស់ខ្លួននេះមិនមែនជា drone អត្តឃាតធុនតូចហោះបានរាប់រយគីឡូម៉ែត្រដូចមុនទៀតនោះទេប៉ុន្តែវាគឺជា drone យុទ្ធសាស្ត្រឆ្លងទ្វីប International Drone ជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្រសង្គ្រាមរបស់អ៊ុយក្រែនdrone ចំនួនថ្មីនេះមានមហិទ្ធិឫទ្ធិសាហាវកម្រិតណាស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានចេញមុខអះអាងដោយមានមោទនភាពថា drone ចំនួនថ្មីរបស់អ៊ុយក្រែនមានសមត្ថភាពអាចហោះហើរបានចម្ងាយលើសពី 4000 គីឡូម៉ែត្រជាមួយនឹងរយៈចម្ងាយដ៏ឆ្ងាយសន្ធឹកសន្ធាប់នេះវាអនុញ្ញាតឲ្យកងទ័ពអ៊ុយក្រែនអាចបើកប្រតិបត្តិការហោះហើររំលងប្រព័ន្ធរ៉ាដានិងវាយប្រហារចូលទៅយ៉ាងជ្រៅបំផុតក្នុងបេះដូងនៃទឹកដីរបស់រុស្ស៊ីគោលដៅយុទ្ធសាស្ត្រសំខាន់របស់រុស្ស៊ីដែលធ្លាប់តែគិតថាខ្លួនឯងមានសមត្ថភាពដូចជារោងចក្រចម្រាញ់ប្រេងខ្នាតធំមូលដ្ឋានទ័ពអាកាសឃ្លាំងទុកអាវុធនុយក្លេអ៊ែរនិងវិជ្ជាមណ្ឌលបញ្ជាការនៅតំបន់ស៊ីបេរីពេលនេះសុទ្ធតែបានក្លាយជាចំណីរបស់ដ្រូនអ៊ុយក្រែនទាំងអស់រុស្ស៊ីលែងមានកន្លែងលាក់ខ្លួនដ៏មានសមត្ថភាពដូចមុនទៀតហើយប៉ុន្តែមហិច្ឆតារបស់រដ្ឋាភិបាលទីក្រុងគៀវមិនទាន់បញ្ចប់ត្រឹម 4000 គីឡូម៉ែត្រនេះទេលោក Zelensky បានទម្លាយគម្រោងការសម្ងាត់ទៀតថានៅឆ្នាំ2027ខាងមុខនេះអ៊ុយក្រែនមានគោលដៅដ៏ធំបំផុតគឺអភិវឌ្ឍដ្រូនអត្តឃាតដែលអាចហោះហើរបានក្នុងចម្ងាយចន្លោះពី 5000 ទៅ 6000 គីឡូម៉ែត្រដើម្បីសម្រេចគោលដៅនេះលោកអះអាងថាក្រុមវិស្វករនិងអ្នកជំនាញអ៊ុយក្រែនកំពុងបង្កើតកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតជាមួយនឹងសហរដ្ឋអាមេរិកកិច្ចសហការរួមមានការផ្ទេរបច្ចេកវិទ្យាទំនើបពីមន្ទីរបច្ចេកោតការអភិវឌ្ឍប្រព័ន្ធ AI និងការធ្វើតេស្តសាកល្បងជាក់ស្ដែងដោយយកបទពិសោធន៍ផ្ទាល់ពីសមរភូមិពិតទាំងការប្រយុទ្ធតល់នៅលើអាកាសនិងបច្ចេកវិទ្យា drone អត្តឃាតនៅក្នុងសមុទ្រ Naval Drone បងប្អូនទស្សនិកជនដូច្នេះប្រសិនបើគម្រោងការផលិត drone ចម្ងាយ 5000 ឬ 6000 គីឡូម៉ែត្រនេះអាចសម្រេចបានដោយជោគជ័យមែននោះតើវាមានន័យយ៉ាងណាសម្រាប់រុស្ស៊ីវាមានន័យថា drone របស់អ៊ុយក្រែនអាចហោះគ្រប់ដណ្ដប់និងវាយប្រហារទៅលើគ្រប់ទិសទីទាំងអស់នៃផ្ទៃដីប្រទេសរុស្ស៊ីទាំងមូលចាប់ពីព្រំដែនអឺរ៉ុបរហូតដល់ចុងកោះភាគខាងកើតជាប់សមុទ្រជប៉ុនដើម្បីឲ្យបងប្អូនងាយស្រួលស្រមៃពីចម្ងាយដ៏មហិមានេះសូមស្រមៃថា drone នេះមានសមត្ថភាពអាចហោះហើរពីទីក្រុងគៀវរបស់អ៊ុយក្រែនកាត់មហាសមុទ្រអាត្លង់តិកទៅដល់ទីក្រុង San Francisco របស់សហរដ្ឋអាមេរិកឯណោះនេះគឺជាសមត្ថភាពមួយដែលសម្បីតែមីស៊ីលប៉ាឡេស្ទិករបស់ប្រទេសមួយចំនួនក៏មិនអាចបាញ់បានចម្ងាយដល់ថ្នាក់នេះដែរនេះមិនមែនជារឿងធម្មតាឡើយព្រឹត្តិការណ៍នេះនឹងត្រូវកត់ត្រាចូលជាកំណត់ត្រាថ្មីនៃប្រវត្តិសាស្ត្រយោធានិងវិស័យការពារជាតិសម័យទំនើបវាបានផ្លាស់ប្ដូរតុល្យភាពអំណាចសង្គ្រាមទាំងស្រុងដោយបញ្ជាក់ឲ្យពិភពលោកបានឃើញថាអ៊ុយក្រែនមិនមែនជាប្រទេសទន់ខ្សោយដែលរុស្ស៊ីឬនរណាម្នាក់អាចចូលមកឈ្លានពាននិងជន់ឈ្លីបានដោយងាយដោយកាលពីអតីតកាលទៀតឡើយអ៊ុយក្រែនឥឡូវគឺវិបកដល់ផ្ទះតើប្រិយមិត្តទស្សនិកជនយល់យ៉ាងណាចំពោះភាពអស្ចារ្យនៃការច្នៃប្រឌិតបច្ចេកវិទ្យាយោធារបស់អ៊ុយក្រែននេះតើរុស្ស៊ីនឹងធ្វើអ្វីមកទប់ទល់ទៅនឹងដ្រូនឆ្លងទ្វីបរបស់អ៊ុយក្រែន